វីដេអូនេះខ្ញុំចង់ណែនាំពីការដូរ password របស់ឧបករណ៍ Fortify ជាថ្មីមានថ្មទីមួយយើងចាប់ Wi-Fi វាសិនណាបាទយើងរកឈ្មោះ Wi-Fi សិនណាបាទនេះឈ្មោះ Wi-Fi គេតោះមកយើងវាយលេខកូដចូលណា1 3 4 5 6 7 8 9 10បាទយើង connect សិនណាលេខកូដ Wi-Fi ហ្នឹងគឺនៅខាងក្រោមនេះបាទនៅខាងក្រោមនេះណា1.9.0 ហើយ IP address ចូល login របស់ password គឺ 192.168.0.1 username password admin បាទតែឥឡូវនេះយើងភ្ជាប់បាននេះភ្ជាប់បានណា Wi-Fi របស់ឧបករណ៍នេះបាទអញ្ចឹងយើងភ្ជាប់បានណាយើងអាចលេង Wi-Fi បាននេះទៅយើងអាចប្រើឈ្មោះ Wi-Fi លេខកូដ SIM នៅខាងក្រោមហ្នឹងតែម្ដងក៏បានដែរនេះយើងអាចប្រើអាហ្នឹងហ្មងក៏បានឬក៏យើងចង់ដូរចេញក៏បានជាស្ដែងដូចគ្នាខ្ញុំនេះអញ្ចឹងគាត់ឲ្យជួយដូរអញ្ចឹងខ្ញុំដូរឲ្យគាត់ឥឡូវវាដំណើរការបាទអញ្ចឹងខ្ញុំដូរ password ខ្ញុំចូលមកSafari យើងវាយ IP មក192.168.0.1 IP address ដើម្បីយើងចូលទៅក្នុងម៉ាស៊ីនបាទចេញមកវា logo មាន brand របស់គេនៅហ្នឹងអញ្ចឹងយើងវាយឈ្មោះវាយ password ចូល admin ហើយយកពាក្យថា sign in មកបាទអញ្ចឹងយកពាក្យថា skip មួយមកយើងចូលដល់ function ខាងក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងកន្លែងយើងដូរឈ្មោះ Wi-Fi ឬក៏ password ណាយើងជ្រើសរើសយកពាក្យ wireless នេះមកហើយយើងយកពាក្យ wireless security នេះបាទតោះមកយើងឃើញនេះដល់កន្លែងឈ្មោះ password អញ្ចឹងយើងធីកកន្លែងនេះមួយដើម្បីឃើញ password កន្លែងនេះគឺឈ្មោះណាអញ្ចឹងយើងលុបឈ្មោះនឹងចេញមកខ្ញុំដាក់ឈ្មោះភ្ញៀវដែលគាត់ឲ្យខ្ញុំជួយដូរមិញបាទឈ្មោះរបស់គាត់ហើយ password យើងដូរចេញមកខ្ញុំដាក់ឲ្យគាត់ថ្មីបាទយើងលុបកន្លែងនេះចេញគាត់ឲ្យដាក់ grade 7 grade 9យើងឡើងនេះ confirm មក grade 7 grade 9បាទដាក់ដូចគ្នាខាងលើខាងក្រោមមកថាវាឲ្យ confirm verify តោះមកយើងសូមឲ្យទុកតិចមកយើងយកពាក្យ save នេះយើង save មកបាទអញ្ចឹងកន្លែងនេះវាឲ្យយើងspace ហើយអញ្ចឹងយើងដាក់សញ្ញា A1 ជាប់គ្នាផ្សេងម្ដងទៀតបាទឃើញអញ្ចឹងមកវាឲ្យយើងដក clear ហើយវាបងធ្វើការផ្លាស់ប្ដូរ password ហើយឥឡូវនេះគឺដូរ password ហើយអញ្ចឹងយើងទៅបើមើល connect Wi-Fi សិនដើមយើងបាត់ Wi-Fi យើងមកនេះឈ្មោះដែលបានដូរមិញហើយយើងវាយ password ថ្មីបាទអញ្ចឹងយើង connect មកបាទនេះ password ថ្មីដែលយើងដូរឲ្យមិញគេ connect ជាប់ហើយអញ្ចឹងអ្វីដែលគាត់ឲ្យយើងដាក់នេះបាទបោះបោះក្រែ7ក្រែ9ហ្នឹងអញ្ចឹង connect ជាប់ហើយយើងអាចលេងបានបាទអញ្ចឹងដើរ YouTube ឯដើរបាទដើរហើយអញ្ចឹងគាត់បានបោះចាស់គ្រឿងក្នុងគាត់តាំងពីសួរតាំងពីអីហ្នឹងបាន73ទៅណៃអូមិនចង់កលៀនគិតនេះអញ្ចឹងបានន័យថាមនុស្សយើងកាលណាបើថាស្លាប់ហប់